នៅក្នុងវីដេអូមុនខ្ញុំបានបង្ហាញលោកអ្នកអំពីឧបករណ៍ Quick Learn Plot ដែលយើងអាចប្រើប្រាស់សម្រាប់ធ្វើការបង្កើតនៅប្លង់ក្បាលដីមួយបានលឿនហើយនឹងមានប្រសិទ្ធភាពចំណេញពេលវេលាអូខេអញ្ចឹងឧបមាថាប្រសិនបើយើងបានផលិតជាប្លង់ក្បាលដីអញ្ចឹងហើយគេចង់ឲ្យយើងធ្វើការបង្កើតនៅ line កត់ទ្រូងភ្ជាប់ទៅតាម voltage នីមួយៗនៃក្បាលដីនឹងទៀតមែនទេទៅការធ្វើបែបហ្នឹងគឺយើងអាចបង្កើត line ហើយយកមកគូសមកហើយយើង display label ទៅក៏បានដែរក៏ប៉ុន្តែការបង្កើត line យកមកគូសយើងអាចមាននៅ floor មួយចំនួនឧទាហរណ៍ដូចជានៅក្នុង line ហ្នឹងវាអាចមាន voltage អីនៅពួនសង្ងំលាក់ខ្លួនអីចឹងណាឬក៏វាជាប្រភេទ unusual voltage ចឹងយើង miss out អាហ្នឹងចឹងបែរជាវាអាចមានបញ្ហានៅកន្លែងហ្នឹងហើយដូច្នេះបានយើងចង់បាននៅឧបករណ៍មួយដែលអាចធ្វើការងារនឹងបានដោយស្វ័យប្រវត្តិដោយយើងគ្រាន់តែដាក់តន័យក្បាលដីនេះចូលទៅគឺយើងនឹងអាចបង្កើតនៅ line កត់ទ្រូងនឹងបានណាអញ្ចឹងនៅ line កត់ទ្រូងហ្នឹងនៅក្នុងពាក្យចែកតិចគេហៅ polygon triangulation line តែនៅក្នុងសូរដីថ្មីខ្ញុំអត់ដឹងថាគេប្រែថាម៉េចទេតែនៅក្នុងពាក្យចែកតិចអង់គ្លេសគឺ polygon triangulation នៅក្នុង polygon triangulation ហ្នឹងគឺវាមាន method ច្រើននៅក្នុងការគណនាប៉ុន្តែនៅក្នុងនេះនៅក្នុង GJ Toolbox របស់យើងគឺយើងមានឧបករណ៍ហ្នឹងមួយឈ្មោះ polygon triangulation line generator នេះដែលនៅក្នុងនេះគឺខ្ញុំប្រើប្រាស់នៅ method មួយឈ្មោះ Delaunay triangulation ដែល Delaunay triangulation ហ្នឹងគឺយើងធ្វើការចាប់យកនៅ voltage ទាំងអស់របស់តន័យក្បាលដីហើយធ្វើការភ្ជាប់ voltage ហ្នឹងដែល form ទៅជាត្រីកោណខ្ញុំមានន័យថានៅក្នុងក្បាលដីហ្នឹងគឺយើង fill វាទៅដោយត្រីកោណឥឡូវនេះមុននឹងយើងនិយាយពីលក្ខណៈ detail របស់វាយើងទៅ run tool នឹងសិនយើងបើក map នេះមកហើយអូខេចឹងនេះតន័យក្បាលដីរបស់យើងមានបង្ហាញជើងម៉ែត្រប៉ុន្តែក្នុងករណីនេះគឺខ្ញុំអត់បង្ហាញជើងម៉ែត្រទេពីព្រោះនៅពេលដែលយើង run polygon triangulation line នេះទៅគឺវានឹងធ្វើការបង្ហាញ label ទាំងអស់គ្រប់ជ្រុងយើងដាក់ជើងម៉ែត្រចូលហើយអានេះយើងដាក់ឈ្មោះថា triangulation line ចឹងចុះអូខេយើងចុចប៊ូតុង run ចឹងនៅពេលដែលយើងចុចប៊ូតុង run អានេះវាមានបញ្ហា warning សូមអធិស្ឋានយើងទៅដាក់ polygon ហ្នឹងមិននេះទេមិន line ទេដល់ទៀតអូខេចឹងនៅពេលដែលយើងចុចប៊ូតុង run ទៅយើងទទួលបានកត់ទ្រូងហ្នឹងហើយឬក៏ triangulation line ហ្នឹងហើយយើងមកមើលនៅក្នុងប្លង់របស់យើងទទួលបានអាហ្នឹងវិញហើយនៅក្នុងការងារ cadastral ឬក៏នៅក្នុងការងារសុយដីបន្ទាត់ហ្នឹងបន្ទាត់ triangulation line ហ្នឹងបន្ទាត់នឹងកត់ទ្រូងហ្នឹងវាមានសារៈសំខាន់ជាពិសេសគឺការវាស់កលាផ្ទៃឬក៏ការគណនាកលាផ្ទៃព្រោះឧបមាថាយើងមានប្លង់នៅលើกระดาษហើយយើងចង់ confirm ថាតើកលាផ្ទៃរបស់គេនេះវាត្រឹមត្រូវឬអត់អញ្ចឹងសម្រាប់រៀងបែបនេះគឺយើងអាចសន្មតបានយើងអាចកាត់តំនេះមកហើយយើងបូកដកគុណចែកទៅតាមនឹងទៅយកប្រវែងមធ្យមទៅតឹងមធ្យមបណ្ដោយមធ្យមគុណទៅតឹងមធ្យមបណ្ដោយមធ្យមគុណទៅយើងទទួលបានកលាផ្ទៃដែរក៏ប៉ុន្តែសម្រាប់រៀងដែល irregular បែបនេះមិនទៀងទាត់បែបនេះគឺកលាផ្ទៃដែលទទួលបានហ្នឹងគឺវាអាចលៀងខ្លាំងលៀងធំអញ្ចឹងដែលយើងពិបាកនៅក្នុងការ verify ខ្លាំងថាតើកលាផ្ទៃហ្នឹងវាត្រូវឬក៏អត់អញ្ចឹងប៉ុន្តែសម្រាប់នៅពេលដែលយើងមាន triangulation line ចេះយើងបានធ្វើការពុះ polygon ហ្នឹងទៅជាត្រីកោណបែបនេះធម្មតាយើងដឹងហើយត្រីកោណគឺយើងមានរូបមន្តជាក់លាក់គឺយើងយកបាតគុណកម្ពស់ចែកនឹង2មកចឹងនៅក្នុងនេះវាមានប្រវែងអស់ហើយណាដូចអត្រីកោណមួយនេះយើងមាន scale នេះហើយចឹងយើងវាស់ scale នេះមកហើយយើងវាស់ប្រវែងនេះមកយើងដឹងថាប្រវែងប្រមាណម៉ែត្រដែរចឹងដល់ពេលដែលយើងដឹងថាប្រវែងប្រមាណម៉ែត្រយើងគណនាកលាផ្ទៃមកកលាផ្ទៃទីកោណនេះបូកបញ្ចូលគ្នាទៅគឺយើងនឹងទទួលបានកលាផ្ទៃសរុបដែលការធ្វើបែបហ្នឹងក៏វាជួយសម្រួលទៅដល់ការឆែកទៅលើគុណភាពទិន្នន័យរបស់យើងដែរថាឧបមាថាទិន្នន័យរបស់យើងវាមាន unusual voltage មានថាមាន voltage នៅក្បែរនេះចឹងទៅវា
ឃ្លាតគ្នាខ្លាំងវាចិត្តគ្នាខ្លាំងដែលបន្តិចតែចិត្តគ្នាខ្លាំងនោះវាអាចមិនមែនជាការវង្វេងជាក់ស្ដែងទេប៉ុន្តែវាជាកំហុសបច្ចេកទេសរបស់អ្នកគូអញ្ចឹងណាបង្កើតបានបន្តិចតូចចិត្តគ្នាអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងប្រើ Polygon Translation Line Tool នេះវានឹងធ្វើការបង្កើតនៅត្រីកោណនឹងដែរត្រីកោណទៅកាន់ vertex នឹងដែរព្រោះធម្មតា tool នេះគឺវាចាប់យកតែ3 vertex ទេ3 vertex បង្កើតត្រីកោណមួយបង្កើតត្រីកោណមួយអញ្ចឹងណាអញ្ចឹងកាលណានៅពេលដែលយើងមាន unusual vertex នៅក្បែរកន្លែងណាមួយក្បែរគ្នា tool នេះវានឹងបង្កើតទៅជាត្រីកោណដែរក៏ប៉ុន្តែត្រីកោណនោះវាស្ដួយខ្លាំងលក្ខណៈស្ដួយខ្លាំងនេះវាបង្កើតជា silver area ដែល silver area គឺវាមានបញ្ហាមែនទែនសម្រាប់ការងាយសួរដីព្រោះវាមិនអាចក្បាលដីឬក៏ lot មួយដែលមានកន្លះផ្ទៃ1ម៉ែត្រការ៉េទេអញ្ចឹងណា1ម៉ែត្រការ៉េហ្នឹងប្រហែលរងដាំស្ពៃរបស់អ្នកម្ដាយខ្ញុំហើយចឹងអាហ្នឹងវាជាបញ្ហាអញ្ចឹងកាលណាយើងប៉ះសិនបើក្បាលដីរបស់យើងមានបញ្ហាហ្នឹងគឺឧបករណ៍នេះវាអាច detect អាហ្នឹងបានដែរអញ្ចឹងនៅពេលដែលយើងឃើញថាអូខេវាមាន silver area ចេញពី Polygon Translation Line ហើយយើងអាចធ្វើការ check វាហើយយើង verify វាឡើងវិញអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញលោកអ្នកតែប៉ុណ្្នឹងឯងគឺឧបករណ៍ Polygon Translation Line នៅក្នុង KJ Toolbox យើងជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណ